បាទញ៉ានបាក់រុបជំរាបសួរបងអតិជនបាទជាទីគោរពបាទបងអានេះមកថតឡាន3តោនកន្លះដែលយើងមាននៅក្នុងស្តុកស្រាប់បាទឆ្នាំ026ខ្លាញ់គោពីប្រទេសជប៉ុនបងណាបាទអញ្ចឹងឡាននេះផងដែរយើងបានបំពាក់ទូស្ងួតបងណាឲ្យទៅអតិជនបាទយើងបំពាក់ទូស្ងួតរួចរាល់ហើយបាទអញ្ចឹងសាច់ត្រង់បញ្ជាក់ក្នុងវីដេអូនេះដដែលគឺសាច់ត្រង់ស៊ីនមកវា5ម៉ែត្របងណាសាច់បដោយទេបងបាទពីនេះទៅដល់ចុងសាក់ស៊ីគឺ5ម៉ែត្រគត់បងបាទហើយកម្ពស់យើងធ្វើបាន2ម៉ែត្រ2ទៅតឹងបាន2ម៉ែត្រ2បងណាបាទហើយប្រភេទ3តោនកន្លះនេះដែរគឺម៉ាស៊ីន121សេសបងណាបាទទំហំម៉ាស៊ីនគឺ 4.8 បាទ 4000cc ជាងបងបាទអញ្ចឹងយើងអត់ប្រើតាក់បូទេបងកម្លាំងម៉ាស៊ីនប៉ុណ្ណេះហើយប្រើកូនជ្រូកធម្មតាបងបាទហើយប្រភេទតាកេគឺតាកេ6បាទតាកេ6សបកដូចជាលីងបងសបក750 16បងណាបាទអញ្ចឹងបងដែលមានតម្រូវការ Isuzu បាទប្រភេទ3តោនកន្លះឆ្នាំ026យើងមាននៅក្នុងស្តុកបងអាចតំណតំណងមកតម្លៃក៏យើងរៀបចំពិសេសដែរសម្រាប់លុយសុទ្ធបងមលូតម្លៃដូចតែគ្នាទេបងបាទបាទអញ្ចឹងបងមានតម្រូវការ Isuzu បាទប្រភេទ3តោនកន្លះបាទឆាប់រួចរាល់ឡើងបងបាទអត់មានតម្លៃពិសេសបាទបងកាឡាស៊ីក្រូនបងកាឡាគឺក្រាស់មែនទេបងបាទហើយចំណុចធំមួយសុទ្ធ100លីត្រដដែលបងណាបាទហើយប្រភេទសាក់ស៊ីបងមើលសាក់ស៊ីក្រាស់បងបាទសាក់ស៊ីមកពីជប៉ុនអែមណាបងហើយប្រភេទ Air នេះគឺខ្ពស់មែនទេបាទហើយជំរាបធំទលាយបងបាទ3តោនកន្លះបាទអញ្ចឹងបងមានតម្រូវការដឹកច្រើនបងបាទដឹកច្រើនរត់តាមបណ្ដាខេត្តបាទឆ្ងាយជ្រើសរើសយក Isuzu បាទភាពធន់ភាពសំចៃប្រេងមកសុទ្ធបងជ្រើសរើសយក Isuzu បងណាបាទអញ្ចឹងអរគុណច្រើនបងប្អូនបាទតាក់ទងខ្ញុំបាទបងរំលោះលុយសុទ្ធតម្លៃដូចគ្នាបង